មើលមហាយៈបើឯងមិនក៏ភាពបឹកវរយ៉ាងនេះតើមានបំណងអីទៅក្រាបទូលព្រះអង្គទូលមង្គមមកនេះគឺមកចាប់យកបុត្រីរបស់ទ្រង់នឹងហើយព្រះអង្គព្រះនាងសូមកុំតមានបន្ទូលអីក្រែងយៈនោះវាភ្ញាក់ទៅក្រាបទូលចង់រត់ទៅណាយើងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចេញពីទីនេះបានឡើយពួកឯងទាំង3ទាំង4នាក់នឹងខ្លាចជាចំណីរបស់យើងពេលដែលយើងទាត់បំបាក់កអល្អិតនេះអោបងប្អូនទាំងអស់គ្នាពេលនេះខ្ញុំត្រូវចាក់ចេញពីបងប្អូនមួយរយៈដើម្បីទៅរកអ្នកម្ដាយរបស់ខ្ញុំរយៈពេល20ឆ្នាំមកហើយដែលខ្ញុំបានឃ្លាតឆ្ងាយពីអ្នកម្ដាយពេលនេះមិនដឹងថាគាត់រកសត្វអណ្ដែតដល់ទីណាទេពេលដែលខ្ញុំមិននៅបងត្រូវមើលការខុសត្រូវដឹកនាំសត្វទាំងឡាយនៅក្នុងព្រៃនេះបងប្អូនទាំងអស់គ្នាត្រូវចេះស្ដាប់បង្គាប់បងហងណាលោកម្ចាស់ពេលរកអ្នកមកឃើញហើយតើត្រឡប់មកនៅជាមួយពួកយើងវិញទេយីលបងហងនេះចេះសួរអញ្ចឹងទៅកើតលោកម្ចាស់ច្បាស់ជាទៅរស់នៅជាមួយនឹងអ្នកម៉ែគាត់អើយលោកបងសាក់គិតមើលថាអ្នកម៉ែគាត់រស់នៅជាមួយសត្វដូចជាពួកយើងយ៉ាងម៉េចនឹងកើតទៅបើលោកម្ចាស់មិនត្រឡប់មកវិញទេពួកយើងទាំងអស់គ្នាច្បាស់ជានឹករលឹកដល់លោកម្ចាស់ស្លាប់ហើយរយៈពេល20ឆ្នាំហើយដែលលោកម្ចាស់មករស់នៅក្នុងព្រៃនេះជាមួយពួកយើងខ្ញុំមិនចង់ឲ្យលោកម្ចាស់ឃ្លាតឆ្ងាយពីពួកយើងឡើយស្ដាប់ណាបងប្អូនទាំងអស់គ្នាទោះបីជាខ្ញុំចាក់ចេញពីបងប្អូនទាំងអស់គ្នាក៏ពិតមែនតែចិត្តរបស់ខ្ញុំគឺនៅក្បែរបងប្អូនទាំងអស់គ្នាជានិច្ចព្រៃនេះគឺជាផ្ទះទី2របស់ខ្ញុំដែលបានផ្ដល់ជំរកនិងមេរៀនជីវិតយ៉ាងច្រើនដល់រូបខ្ញុំនឹងមិនបំភ្លេចទីនេះរួមទាំងបងប្អូនទាំងអស់គ្នាទេបងហងនិងបងប្អូនទាំងអស់គ្នាខ្ញុំលាសិនហើយសូមអ្នកទាំងអស់គ្នាថែរក្សាខ្លួនផងណានិយាយហើយមនុស្សបាក់សីក៏លោតហើរសំគាំងស្លាប់លើវិហារចាក់ចេញពីព្រៃនោះបាត់ទៅមនុស្សបាក់សីព្យាយាមដើរស្វែងរកម្ដាយពីកន្លែងមួយទៅកន្លែងមួយតែហាក់ដូចជាគ្មានសង្ឃឹមឡើយជំរាបសួរលោកពូតើខ្ញុំអាចសួរលោកពូរឿងមួយបានទេអូហើយចុះក្មួយឯងចង់សួរពីរឿងអីដែរខ្ញុំចង់សួរលោកពូថាមានឃើញអ្នកម៉ែខ្ញុំទេខ្ញុំបែកគាត់20ឆ្នាំមកហើយចុះអ្នកម៉ែរបស់ក្មួយនៅឯណាខ្ញុំមិនចាំទេលោកពូហើយចុះគាត់ឈ្មោះអីឈ្មោះគាត់ខ្ញុំរឹតតែមិនចាំទៀតលោកពូខ្ញុំចាំបានថាខ្ញុំវង្វេងម៉ែខ្ញុំនៅក្នុងព្រៃតាំងពីតូចមកម្ល៉េះស្លាប់ហើយនេះសំបីតែឈ្មោះម្ដាយក៏មិនស្គាល់ផងតើក្មួយរកគាត់បានឃើញយ៉ាងម៉េចទៅណែអញ្ចឹងពូទៅចំការសិនហើយជូនពរឲ្យក្មួយឆាប់រកម្ដាយក្មួយឃើញចុះណាបាទអរគុណលោកពូខ្លាំងណាស់អ្នកម៉ែតើអ្នកម៉ែនៅកន្លែងណាកូនតាមរកអ្នកម៉ែជាច្រើនថ្ងៃមកហើយតែគ្មានដំណឹងពីអ្នកម៉ែសោះឬមួយក៏អ្នកម៉ែមិនអាចទេអ្នកម៉ែគ្មានថ្ងៃឃ្លាតឆ្ងាយពីកូនឡើយខ្ញុំមិនត្រូវអស់សង្ឃឹមទេនេះប្រហែលជាខ្ញុំមកមិនចំកន្លែងដែលអ្នកម៉ែរស់នៅហើយមើលទៅអស់ឲ្យទេវតាអ្នកតាមម្ចាស់ទឹកម្ចាស់ព្រៃព្រឹក្សាទាំងឡាយអើយបើសិនជាអ្នកម៉ែរបស់ខ្ញុំមិនទាន់ស្លាប់ទេសូមជួយបង្ហាញផ្លូវដល់ខ្ញុំផងក្រោយពីបន់ស្រន់ហើយមនុស្សបាក់សីក៏បានបន្តដំណើរទៅរកម្ដាយនៅមុខទៀតតើនេះខ្ញុំមកដល់កន្លែងណាហើយចេះក្រពះក៏ឃ្លានទៀតនេះប្រហែលជាបាបកម្មរបស់ខ្ញុំហើយពេលនោះស្រាប់តែមហាយៈគិរីចេញមកហើយក៏ចាប់យកអ្នកមីងម្នាក់នោះបាត់ទៅមើលមហាយៈបើឯងមិនក៏ភាពបឹកវរយ៉ាងនេះតើមានបំណងអីទៅក្រាបទូលព្រះអង្គទូលមង្គមមកនេះ
គឺមកចាប់យកបុត្រីរបស់ទ្រង់នឹងហើយ ទីកុំចាប់បុត្រីយើងអីបើឯងចង់ចាប់ឯងចាប់យើងមកចុះបុត្រីរបស់យើងនៅក្មេងណាស់សាច់មិនឆ្ងាញ់ទេ អត់ទេមហាជេកុំចាប់ព្រះបិតារបស់យើងអីបើឯងចង់ចាំឯងចាប់យើងមកចុះព្រោះបិតារបស់យើងចាស់ហើយសាច់មិនផ្អែមដូចជាយើងនោះទេ ទេបុតឲ្យយ៉ាក់ចាប់បិតាវិញ អត់ទេព្រះបិតាឲ្យយ៉ាក់ចាប់បុតវិញចុះ បានហើយស្ងាត់មាត់ទៅកុំដណ្ដើមគ្នាឲ្យយើងចាប់នាំតែពិបាកអីយើងនឹងចាប់ទាំងព្រះអង្គនិងព្រះនាង សេនាការពារកុំឲ្យអាយៈនោះមកចាប់ព្រះអង្គនិងព្រះនាងបានឲ្យសោះ ពួកអាសេនាកំពេចកំពុកអង្គរកំពុងល្ងីល្ងើល្ងងធ្លាក់លូឆាប់ជិះចេញពីទីនេះទៅបើពួកឯងចង់មានជីវិតបន្តទៅទៀត នេះអាយៈចក្រៃកុំឃើញយើងតូចអញ្ចឹងគិតថាយើងខ្លាចឯងទៅវើយខ្លួនយើងតូចមែនតែកមុនញ៉ុកគូតអូនយីពិតជាប្រហើនមែនវើយយើងនឹងទាត់ពួកឯងឲ្យខ្ទេចឆ្អឹងតែម្ដង មហាជគិរីក៏ស្ទុះទៅទាន់ធ្វើឲ្យសេនាការពារទាំងនោះស្លាប់នឹងរងរបួសជាច្រើនអ្នកបន្ទាប់ពីមហាជៈនោះវាកំទេចសេនានិងលោកមេទ័ពស្លាប់អស់ហើយវាក៏ចាប់យកព្រះអង្គនិងព្រះនាងទៅនគររបស់វាបាត់ថ្លែងពីមនុស្សបក្សីវិញចេះតែធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដើម្បីស្វែងរកម្ដាយតែដូចជាគ្មានតម្រុយបន្តិចសោះឡើយ មើលទៅខ្ញុំគ្មានសង្ឃឹមបានជួបម្ដាយខ្ញុំវិញទេផែនដីធំយ៉ាងនេះតើឲ្យខ្ញុំទៅរកគាត់ឃើញដោយរបៀបណាទៅសូម្បីតែមុខមាត់គាត់ក៏ខ្ញុំមិនស្គាល់ផងមើលទៅអស់ផ្លូវហើយមានតែត្រឡប់ទៅរស់នៅជាមួយបងប្អូននៅព្រៃវិញទេ ណែអាវ៉ាយីឮថាព្រះអង្គនិងព្រះនាងនៃនគររាជសីនោះត្រូវជាចាប់ទៅបាត់ហើយមែនទេ បាទមែនហើយលោកយាយយៈនោះបានចូលទៅក្នុងរាជវាំងហើយបានសម្លាប់សេនានិងមេទ័ពអស់ជាច្រើនអ្នកព្រមទាំងបានចាប់ព្រះរាជានិងព្រះនាងយកទៅនគរវាបាត់ទៅហើយ អើយអាវ៉ាអើយអាវ៉ាបើសិនជាគ្មានអ្នកកំចាត់យៈនោះចោលទេនោះមនុស្សមួយនគរនេះច្បាស់ជាត្រូវយៈនោះស៊ីអស់ជាមិនខានទេអើយអញ្ចឹងយាយគិតទៅផ្ទះវិញហើយណានៅយូរមិនបានទេតាអាយៈនោះមកដល់យើងទាំងពីរអ្នកនេះនឹងខ្លាយទៅជាចំណីរបស់វាមិនខាននោះទេយាយទៅសិនហើយណា ចាំខ្ញុំផងលោកយាយពេលនេះព្រះអង្គកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ខ្ញុំមិនអាចឈរអោបដៃមើលទ្រង់នឹងព្រះនាងព្រមទាំងមនុស្សទូទាំងនគររស់នៅក្នុងភាពភ័យខ្លាចបែបនេះទេខ្ញុំត្រូវតែទៅកំចាត់យៈនោះចោលជូនមហានគរនេះនិយាយហើយមនុស្សបក្សីក៏ហោះសំគាំងខ្លួនទៅលើវេហាឆ្ពោះទៅនគរយៈដើម្បីរកសម្លាប់យៈនោះមិនយូរប៉ុន្មានមនុស្សបក្សីបានទៅដល់នគរយៈតែពេលដែលមនុស្សបក្សីនោះទៅដល់ក្នុងលអាងយៈស្របពេលដែលយៈកំពុងតែដេកលង់លក់មនុស្សបក្សីក៏ដើរថ្នមដើម្បីទៅស្រាយចំណងព្រះអង្គនិងព្រះនាងព្រមទាំងអ្នកមីងម្នាក់ដែលត្រូវយៈនោះចាប់មកព្រះបិតាមើលនោះមនុស្សបក្សីមកជួយយើងហើយអូមនុស្សបក្សីតើបុត្រអញ្ចឹងមានន័យថាយើងអាចមានសង្ឃឹមរស់ហើយបុត្រព្រះអង្គព្រះនាងសូមកុំតន់មានបន្ទូលអីក្រែងយៈនោះវាភ្ញាក់ទៅក្រាបទូលមនុស្សបក្សីក៏បានស្រាយចំណងអ្នកទាំង3ហើយនាំគ្នាដើរចេញពីលអាងយៈនោះយ៉ាងប្រុងប្រយ័ត្នបំផុតប៉ុន្តែដោយសំណាងអាក្រក់អ្នកមីងម្នាក់នោះបានដើរជន់មកឈើធ្វើឲ្យយៈនោះភ្ញាក់មួយរំពេចអាល្អិតឯងចង់យកអាហាររបស់យើងទៅណាវិញ
មិនចាំបាច់ព្យាយាមនាំគ្នារត់ទេពួកឯងរត់មិនរួចឡើយ អ្នកទាំងអស់គ្នាឆាប់រត់ទៅទុកឲ្យខ្ញុំតទល់ជាមួយនឹងអាយៈនោះចង់រត់ទៅណាយើងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចេញពីទីនេះបានឡើយពួកឯងទាំង3ទាំង4នាក់នឹងខ្លាយជាចំណីរបស់យើងពេលដែលយើងទាត់បំបាក់កអល្អិតនេះ យៈនិងមនុស្សបាក់សីប្រយុទ្ធគ្នាយ៉ាងយូរក៏ក្រាកអស់ឋានទាំង3ទីបំផុតយៈត្រូវស្លាប់ក្រោមដៃមនុស្សបាក់សីប៉ុន្តែមនុស្សបាក់សីក៏រងរបួសធ្ងន់ធ្ងរណាស់ដែរអូយមកអូយ មនុស្សបាក់សីតើអ្នកចឹងមិនហើយមើលតើអ្នកហូរឈាមច្រើនណាស់ មែនហើយឯងមិនត្រូវកាត់អីទេព្រោះយ៉ាងម៉េចយ៉ាងម៉ាទៅនគររបស់យើងនឹងគ្មានអ្នកស្នងរាជឡើយព្រោះយើងបានកិត្តគូរួចមកហើយបើសិនជាមានអ្នកក្លាហានណាអាចជួយជីវិតឪពុកកូនយើងទាំងពីរបាននោះយើងនឹងទទួលគេជារាជសន្និសានិងរៀបអភិសេកជាមួយនឹងបុត្រីយើងព្រមទាំងឡើងគ្រងរាជនៅនគររាជសីនេះផងណាទូលបង្គំមិនអីទេក្រាបទូលហើយទូលបង្គំក៏មិនអាចស្លាប់នៅក្នុងពេលនេះបានដែរព្រោះទូលបង្គំមិនទាន់បានសម្រេចបំណងមួយនៅឡើយទេមនុស្សបាក់សីតើឯងមានបំណងអ្វីទៅមានអ្វីដែលយើងអាចជួយបានយើងនឹងជួយឯងឲ្យអស់ពីលទ្ធភាពណា មែនហើយមនុស្សបាក់សីឆាប់ទូលព្រះបិតាទៅថាអ្នកចង់បានអ្វី ក្រាបទូលព្រះអង្គទូលបង្គំមានភារកិច្ចត្រូវស្វែងរកអ្នកម្ដាយអស់រយៈពេល20ឆ្នាំមកហើយដែលទូលបង្គំរស់នៅទាំងព្រាត់អ្នកម្ដាយពេលនេះទូលបង្គំមិនដឹងថាត្រូវស្វែងរកអ្នកម្ដាយនៅឯណាទេ ហើយចុះក្មួយប្រុសបាត់ម្ដាយតាំងពីពេលណាមកក្មួយ បានតែមិញរយៈពេល20ឆ្នាំហើយដែលខ្ញុំនិងអ្នកម៉ែវង្វេងគ្នានៅក្នុងព្រៃកាលនោះអ្នកម៉ែថាទៅដកដំឡូងគាត់ឲ្យខ្ញុំរងចាំប៉ុន្តែមិនឃើញគាត់ត្រឡប់មកវិញសោះខ្ញុំចាំគាត់យូរពេកក៏ចេះតែដើរនៅក្នុងព្រៃរហូតមកដល់ថ្ងៃនេះបើខ្ញុំស្មានមិនខុសទេអ្នកម៉ែប្រហែលជាវ័យស្របាលអ្នកមិញដែរ កូនមានម្ដាយនេះហើយដែលខំតាមរកកូននោះ តើអ្នកសំអាងលើអ្វីទៅទើបហ៊ាននិយាយថាអ្នកជាម្ដាយរបស់មនុស្សបាក់សីមែនហើយតើអ្នកមិញមានអ្វីបញ្ជាក់ថាខ្ញុំជាកូនរបស់អ្នកមិញនោះ កាលពី20ឆ្នាំមុនដោយជីវភាពក្រលំបាកពេកម៉ែក៏សម្រេចចិត្តយកកូនទៅចោលក្នុងព្រៃដោយកុហកថានាំកូនទៅជីកដំឡូងម៉ែក៏ទុកកូនចោលក្នុងព្រៃនោះតែមិនដាច់ចិត្តឡើយម៉ែក៏ត្រឡប់មករកកូនវិញតែពេលដែលម៉ែមកដល់ម៉ែមិនឃើញកូនឡើយម៉ែបានព្យាយាមរកកូនគ្រប់ទីកន្លែងតែរកមិនឃើញកូនសោះម៉ែស្ដាយក្រោយខ្លាំងណាស់ដែលម៉ែទុកកូនចោលក្នុងព្រៃបែបនេះហើយមុនពេលដែលម៉ែចាក់ចេញពីកូនម៉ែបានឲ្យក្រវិលទៅកូនមួយចំហៀងទុកគឺក្រវិលដែលកូនកំពុងតែពាក់នៅត្រចៀកនេះឯង អ្នកម៉ែគឺពិតជាអ្នកម៉ែពិតមែនកូនពាក់ក្រវិលនេះជាប់ខ្លួនរហូតមកកូនមិនដែលដោះចេញឡើយព្រោះវាជាអំណោយរបស់អ្នកម៉ែកូននឹកអ្នកម៉ែខ្លាំងណាស់អ្នកម៉ែ ម៉ែក៏នឹកដល់កូនដូចគ្នាកូនមានម្ដាយ ក្រោយពីមនុស្សបាក់សីជួបជុំនឹងម្ដាយវិញហើយព្រះអង្គបានរៀបចំពិធីអភិសេកព្រះនាងជាមួយនឹងមនុស្សបាក់សីព្រមទាំងផ្ទេររាជបល្ល័ង្កឲ្យទៅមនុស្សបាក់សីឡើងគ្រងរាជបន្តពីទ្រង់ចាប់តាំងពីពេលនោះមក បងប្អូនទាំងអស់គ្នាខ្ញុំត្រឡប់មកវិញហើយមើលនេះណែថាខ្ញុំនាំអ្នកណាមកខ្លះ ហើយចាលោកម្ចាស់នាំអ្នកណាខ្លះមកនឹង មិនហើយឬក៏ជាម្ដាយនិងប្រពន្ធរបស់លោកម្ចាស់ទេដឹងមិនខុសទេពេលនេះខ្ញុំរកឃើញអ្នកម៉ែខ្ញុំហើយព្រមទាំងរកបានប្រពន្ធម្នាក់យ៉ាងល្អទៀតផង